រឿងចេញចេះពួកយើងជាប្រជាជនខ្មែរជួយแชร์ចែកម្លែកបានច្រើនបងប្អូនអរគ្នាដោយសារតែរឿងនេះកំពុងតែល្បីខ្លាំងមែនទែននៅតាមបណ្ដាប្រទេសមួយចំនួនដែលគេមិនគ្រប់គ្រងនៅសកម្មភាពរបស់សន្តិសុខសៀមហើយការនេះគឺបានកើតឡើងនៅក្នុងប្រទេសសៀមដោយផ្ទាល់ហ្មងបងប្អូនអរគ្នាកាលពីប្រហែលថ្ងៃមុនដោយនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន GMM មួយដែលបានបង្កើតឡើងក្នុងការសម្ពោធនៅសភៅរឿងប្រុសស្រឡាញ់ប្រុសស្រីស្រឡាញ់ស្រីអញ្ចឹងណាហើយសភៅរឿងអស់ហ្នឹងគឺមានការគ្រប់គ្រងច្រើនមែនទែនពីប្រជាជនចិនហើយនៅក្នុងចំណោមនៃការគ្រប់គ្រងរបស់ប្រជាជនចិនហ្នឹងក៏មានប្រជាជនចិនមួយចំនួនបានហោះពីចិនហ្នឹងមកផ្ទាល់ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធដោយមាន idol របស់គេនឹងចូលរួមហើយក្នុងហ្នឹងក៏មាន idol 3គូបងប្អូនអ្នកគ្នាដើមហេតុគឺកើតឡើងដោយសារតែរឿងកន្លែងអង្គុយកន្លែងរងចាំ idol ខ្លួនឯងមកហ្នឹងបានជួបមុខលឿនបានចាក់ដៃបានអីចឹងណាហើយការដែលមកចូលរួមក្នុងការសម្ពោធនៅសភៅរឿងនេះគឺបង្កើតឡើងដោយក្រុម GMM ក្រុមហ៊ុន GMM នេះដែលជាក្រុមហ៊ុនផលិតរឿងភាគខ្លីៗដែលជារឿងភាគច្រើនគឺនិពន្ធតែរឿងភេទស្រឡាញ់ភេទដូចគ្នាទេហើយការចូលរួមនឹងការវាថាគ្រប់គ្រងនោះគឺមានច្រើនណាសហបរីសិង្ហបុរីតៃវ៉ាន់ចិននេះហ្នឹងគឺគ្រប់គ្រងច្រើនមែនទែនសូម្បីម៉ាឡេដូយហ្នឹងក៏គ្រប់គ្រងសភៅរឿងពួកវាខ្លាំងដែរណាប៉ុន្តែឥឡូវនេះគឺបណ្ដាប្រទេសមួយចំនួនហ្នឹងគឺគេទទួលយកបានទេគឺគេនាំគ្នាចេញមកប្រតិកម្មជាមួយនឹងសកម្មភាពរបស់សន្តិសុខសៀមហ្នឹងហើយចឹងពួកយើងជាប្រជាជនខ្មែរក៏ភ្លេចជួយសែចាញ់លេខទាំងអស់គ្នាទៅណាខ្ញុំមកនិយាយពីបញ្ហាហ្នឹងឲ្យស្ដាប់ថាហេតុអ្វីបានមានសន្ទុះនៃការជេរគ្នានិយាយទៅបងប្អូនទាំងអស់គ្នាសង្គ្រាម social media ខ្លាំងមែនទែនចិនជាមួយនឹងសៀមនេះគឺមានការជេរគ្នាទៅវិញទៅមកនិយាយទៅនៅតាមបណ្ដា social media គ្រប់ប្រព័ន្ធទាំងអស់គឺមានការបែកប្រហារគ្នាទៅវិញទៅមកដែលគេទទួលយកបានហើយខាងសៀមនេះវាគ្រប់គ្រងមីសន្តិសុខនឹងដោយមុនដំបូងវាបានផុសវីដេអូតែមួយចំណុចទេដែលថាជនជាតិចិនហ្នឹងបានហក់ធាក់សន្តិសុខសៀមមុនបានគេនឹងសកត់កធ្វើឲ្យមានដាច់អាវបតៃបតបគ្នាពេញនឹងបងប្អូនឃើញទេតែនៅពេលដែលជនជាតិចិនគេក៏បានថតសកម្មភាពនឹងតន់ដែរគឺខាងសន្តិសុខសៀមនឹងវាធ្វើហួសហេតុទៅលើជនជាតិចិនគេពីដំបូងគ្រាន់តែរឿងហេតុកើតឡើងភ្លាមក៏ខាងស្ថានទូតចិនហ្នឹងគេក៏ចេញអំពាវនាវផុសនេះបងប្អូនទាំងគ្នាសាក់សៀមចូលជេរគេពេញទឹកពេញដីបងប្អូនបានដឹងហើយថាសម្ដានវាអាក្រក់យ៉ាងណាគឺប្រកែកខ្លាំងមែនទែនក្នុងការទៅជេរក្នុងការទៅគិតថាខ្លួនឯងនឹងល្អសពគ្រប់បែបយ៉ាងអត់ដែលជាទទួលកំហុសខ្លួនឯងទេណាគឺទៅជេរថាស្ថានទូតចិននឹងមានសិទ្ធិស្អីមកបញ្ជាក្បាលគេឲ្យចេញមករកហេតុផលស្អីតែជនជាតិចិនខ្លួនឯងនឹងគឺជាប្រភេទមនុស្សអាក្រក់ទៅណាក៏បករឿងហើយវាទៅចោទគេអញ្ចឹងវិញនេះក៏ជាបញ្ហាមួយដែរដែលមុខមាត់សៀមកំពុងតែធ្លាក់ដល់ផុកអញ្ចឹងពួកយើងកុំភ្លេចជួយជន់ណាដោយសារបងប្អូនបានដឹងហើយវាព្យាយាមខ្លាំងមែនទែនក្នុងការធ្វើព័ត៌មានវាប្រហារឲ្យស្អុយឈ្មោះប្រទេសយើងរឿងហ្នឹងគឺកើតឡើងពីការដណ្ដើមអង្គុយកន្លែងគ្នាហើយចឹងទៅក៏មានជនជាតិសៀមហ្នឹងវាទៅប្តឹងសន្តិសុខហ្នឹងថាចិនហ្នឹងក្រាមកន្លែងវាអង្គុយហើយជនសន្តិសុខហ្នឹងក៏មកប្រាប់ជនជាតិចិនម្ដងពីរដងគ្នាងើបដែលវាប្រាប់ថាវាបានក្រាមកន្លែងណាគេទៅគឺក្រាមកន្លែងដែលវាអង្គុយហ្នឹងគឺតាំងពីដើមមកហើយតាំងពីព្រលឹមមកម៉េចគាត់វាចុះពីលុយយន្តហោះគេមកអង្គុយចាំបងប្អូននោះអង្គុយចាំសញ្ញាហត្ថលេខាពី idol របស់គេនេះដល់ពេលហើយវាអត់ព្រមណាសន្តិសុខហ្នឹងវាព្រមវាចេញមកហើយវាគ្រាគ្នាអូគ្នាចេញដល់ពេលអញ្ចឹងទៅបងប្អូនសាកមើលណាបដៅគ្នាចេញធ្វើគ្នាដូចគ្នានឹងអ្នកទោសឧក្រិដ្ឋជនមកពីណាអញ្ចឹងគាត់នឹងគ្នាថតនេះនឹងអត់បានដែរកវាទូរស័ព្ទគ្នាហើយចាប់គ្នាកកគ្នាជនជាតិចិនហ្នឹងក៏បានចេញមកនិយាយថាគ្នាអត់បានទៅដណ្ដើមកន្លែងណាគេទេកន្លែងហ្នឹងគឺរបស់គ្នាតាំងពីដើមគ្នាអង្គុយចាំតាំងពីដើមណាហើយអ្វីដែលគ្នាលើកជើងធាក់សន្តិសុខហ្នឹងក៏ដោយសារតែគ្នាត្រូវការពីខ្លួនដោយសារតែសន្តិសុខហ្នឹងគឺវាបានហាមផុតមិនឲ្យថតទូរស័ព្ទក៏វាដៃនេះទូរស័ព្ទគ្នាហើយគ្រាកសកត់កគ្នាជាមួយចុះទៅក្រោមមួយទំហឹងអញ្ចឹងគ្នាក៏មានការប្រើប្រាស់ដោយការតបការពីខ្លួននិងការលើកជើងហក់ធាក់មួយជើងហ្នឹងតែសៀមនេះប្រកែណាបងប្អូនឲ្យកាត់យកតាមកណាត់ត្រង់គ្នាហ្នឹងហក់ធាក់ទេអូយកទៅភពពេញប្រព័ន្ធទាំងអស់ណាដល់ពេលចិនគេមិនព្រមគេការពីប្រជាជនគេដែរគេការពីសិទ្ធិនៃខ្លួនគេដែរគេផុសវិញជេរពេញទឹកពេញដីហើយតែអាសាក់សៀមហ្នឹងក៏វានៅតែមិនទទួលយកដែរវាថាយើងទៅប្រព្រឹត្តទៅធ្វើមិនក៏បីក្នុងប្រទេសវាត្រូវតែទទួលច្បាប់ទទួលទោសអីនៅក្នុងប្រទេសវាអញ្ចឹងណាហ្នឹងបងប្អូនណាសន្តានវាអាក្រក់ណាហើយបងប្អូនដឹងទេតាមបណ្ដាប្រទេសដូចជាតៃវ៉ាន់សិង្ហបុរីសិង្ហបុរីចិនហើយឮថាម៉ាឡេដូហ្នឹងក៏ចាប់ផ្ដើមមានប្រតិកម្មជាមួយសកម្មភាពថោកទាបរបស់សន្តិសុខសៀមហ្នឹងទៅលើប្រជាជនចិនហ្នឹងដែរវាហួសហេតុវាធ្វើលើសពីដើមហេតុផលដែលមិនត្រូវមកចាប់សង្កត់គ្នាជាពិសេសនោះក៏វែងគ្នាបោកនៅលើអត់ហ្នឹងសង្កត់គ្នាយកឡើងរហូតដាច់ដៃដាច់អាវបងប្អូនអាយតទៅគ្រូចេញគ្រូតិចអីចឹងវាសាហាវពេកអញ្ចឹងឥឡូវនេះគឺកំពុងតែតវ៉ាកំពុងតែជេរគ្នានិយាយទៅតាមបណ្ដាញសង្គមហ្នឹងសាហាវខ្លាំងមែនទែនបងប្អូនហើយចិនហ្នឹងក៏បានប្រកាសដែរកំពុងតែនាំគ្នាប្រកាសឲ្យ ban ថៃហ្នឹងហ្មងណាហើយសំខាន់ពួកជនជាតិសៀមនេះទៅជេរខាងស្ថានទូតចិនហ្នឹងបាត់ថៃបន្តង់ទៀតសិតតែស្អីប្រហើនម៉េចមកប្រជាថៃហ្នឹងមានសិទ្ធិស្អីទៅជាគេខ្ញុំក៏ចង់ដឹងចិនថាតើចិនហ្នឹងមានប្រតិកម្មយ៉ាងណានៅពេលវាគិតថាវាអស្ចារ្យមហាលុតផ្លោះនៅលើផែនដីនេះមានតែវាហ្នឹងបងប្អូននេះមើលច្រើនណាស់រាប់ម៉ឺនខមមិនណាបងប្អូនមិនមែនតិចទេរឿងហ្នឹងពីដំបូងខ្ញុំគិតថាខ្ញុំអត់ធ្វើណាប៉ុន្តែមើលទៅម៉ែហើយតាម social media តាមអីតាម thread អីខាប់ទូរឿងហ្នឹងមែនតើគឺវែកញែកគ្នាខ្លាំងណាស់អញ្ចឹងយើងកុំភ្លេចណាបងប្អូននេះខ្ញុំដាក់វីដេអូយើងយឺតឲ្យមើលពីសកម្មភាពថាសន្តិសុខហ្នឹងវាប្រៃយ៉ាងណាវាសម្ដានដេរឆានយ៉ាងណាគាត់ទៅរឿងអញ្ចឹងសោះមិនបានត្រូវហាមគាត់គេមិនឲ្យថតមិនបានត្រូវតែឯងសង្កត់កគ្នាចាប់គ្រាកគ្នាមិនទៅហ្នឹងស្អីទេគាត់ថាគេនេះចោលប្លន់ចោលលួចគិតកម្មអីមកពីណាមែនណាអញ្ចឹងជាជនចិនគេព្រមទេបងប្អូនអរគ្នា
ចឹងហើយបងប្អូនណាដែលចិត្តភាសាចិនបងប្អូនជួយគ្រប់គ្រងចិនហើយសរសេរបន្ថែមទៅណាបងប្អូនគ្រប់គ្រងនៅខាងចិនពីព្រោះទង្វើសៀមនេះគឺវាថ្មិលអត់សាសនាណាចឹងហើយពួកយើងកុំភ្លេចណាជួយរុញបាល់ប្រទេសឲ្យបន្ថែមពីលើអូហូម៉ែងប្រទេសស៊ីវិល័យช่วงนี้มีชื่อเสียงดังจังวะเนาะดังเลิศกูถามพวกมึงหน่อยมึงเนี่ยไปปกป้องไอ้เจ้าหน้าที่ที่มันทำผิดร้ายแรงกับประชาชนจีนแบบนี้เหรอฮะมึงกล่าวหาว่าประชาชนจีนคนจีนนั้นน่ะไปกระทืบเจ้าหน้าที่ก่อนแม่งไอ้สัตว์มึงดูพฤติกรรมของไอ้พวกเจ้าหน้าที่สันดานหมาของพวกมึงทำกับประชาชนจีนก่อนนะเขาไม่ได้ผิดอะไรเลยเขาไม่ใช่นักโทษแต่มึงไปดูการกระทำของมันไปกดหัวเขามันไปกดคอเขาให้กลมลงอ่ะแล้วแค่เขาถ่ายคลิปวิดีโอมันก็ไม่ให้ถ่ายมันผิดอะไรวะฮะมึงทำแบบนี้มึงคิดว่าพวกมึงถูกต้องเหรอแม่งสันดานมันไม่แปลกหรอกเพราะว่าชาติพวกมึงมันมีจิตใจอันธพาลไงเราคิดว่าตัวเองทำอะไรก็ถูกต้องนะต้องอยู่กับความเป็นธรรมด้วยมึงไม่ดูพฤติกรรมของเจ้าหน้าที่ของพวกมึงมันทำอะไรบ้างกับประชาชนจีนนะแล้วมึงไปกล่าวหาว่าเขาไปแย่งที่นั่งของคนไทยแล้วเขาก็เถียงแล้วว่าเขาไม่ได้ไปแย่งที่นั่งทำไมมึงไม่หาสาเหตุให้ทุกกองกรให้มันแบบว่าให้แบบตรงไปตรงมากับคนจีนด้วยมึงเชื่อฟังแต่คนไทยของพวกมึงฝ่ายเดียวเหรอแม่งสันดานพวกมึงชั่วจริงๆว่ะนะมึงดูพฤติกรรมของเจ้าหน้าที่ของพวกมึงทำกับคนจีนดิมันแบบไหนแต่มันไม่แปลกหรอกนะเหมือนที่กูพูดมาเลยสันดานพวกมึงมันสัตว์เดรัจฉานไงอันธพาลก็เลยไม่รู้จักอะไรผิดอะไรถูกอ่ะนะถ้าเรื่องนี้เกิดขึ้นกับพวกมึงอุตส่าห์บินไปสนับสนุนบินไปเจอไอ้ดอตัวเองอ่ะที่เคยเป็นแฟนคลับที่เคยชอบมาตั้งนานใช้เงินเป็นล้านแล้วก็มักโดนกระทำแบบนี้มึงรับได้ไหมวะฮะโอ้โหจะไปแปลกนะคะถึงเวลาของพวกมึงแล้วประเทศพวกมึงตอนเนี้ยกำลังแต่โชว์ให้เห็นสันดานที่แท้จริงของพวกมึงแล้วนะโอเคแล้วคนจีนค่ะไม่ต้องสนับสนุนไอ้ไรพวกไทยอีกหรอกนะคะแบนพวกมันเลยสันดานพวกมันชั่วมากมันคิดว่าบนโลกนี้มีแต่ประเทศพวกมันนะคะให้พวกมันอยู่แค่ประเทศพวกมันฝ่ายเดียวก็พอแบนทั้งหมดเลยไม่ต้องสนับสนุนอะไรอีกหรอกนะคะจัดให้เต็มที่ถ้าไม่งั้นนะพวกคนโดนไอ้พวกไทยนี่ดูถูกเหยียดหยาม